Chẳng ngàyនឹងមកយើងជួលលំហាត់គណិតថ្នាក់ទី11មេរៀនទី1សួរចំនួនពិតបាទនៅក្នុងមេរៀនសួរចំនួនពិតនេះលោកគ្រូសូមលើកយកលំហាត់លេខ2ដែលនៅក្នុងលំហាត់លេខ2នេះគេឲ្យយើងកំណត់តួទី n សួរចំនួនពិតខាងក្រោមអញ្ចឹងមានចំនួន3លំហាត់កខកឥឡូវសូមចូលលំហាត់ទី1តែម្ដងកំណត់តួទី n ស្វេតចំនួនពិតខាងក្រោមលំហាត់ករបស់យើងគឺគេឲ្យមកគឺគ្រប់តួទាំងអស់មានលេខ9មួយខ្ទង់9ពីរខ្ទង់9 3ខ្ទង់និង9 4ខ្ទង់ចុចយើងដើម្បីកំណត់តួទី n បែបនេះគឺយើងត្រូវកំណត់តួទី1តួទី2តួទី3ហើយបង្កើតជាលំនាំគំរូមួយហើយយើងដឹងថាតួទី1របស់យើងគឺស្មើនឹង9អញ្ចឹង9យើងអាចសរសេរ10ដក1តួទី2របស់យើងគឺស្មើនឹង99វាអាចសរសេរបានថា100ដក1ឬក៏10ការ៉េដក1តួទី3ស្មើនឹង999អញ្ចឹងយើងអាចសរសេរបានថា10ស្វេគុណ3ដក1និងតួទី n របស់យើងគឺ10ស្វេគុណ n ដក1តាមរយៈតួទី1 10ស្វេគុណ1ដក1តួទី2 10ស្វេគុណ2ដក1តួទី3 10ស្វេគុណ3ដក1និងតួទី n 10ស្វេគុណ n ដក1ដូចនេះតួទី n នៃរបស់យើងគឺ an ស្មើនឹង10ស្វេគុណ n ដក1ទៅលំហាត់ខគេឲ្យមកគឺ1 3 7 13អញ្ចឹងយើងសង្កេតឃើញថាតួនៃស្វីតរបស់យើងគឺបំរែបំរួលពីមួយតួទៅមួយតួវាជាចំនួនគូឧទាហរណ៍ពី1ទៅ3 2លេខពី3មក7ចំនួន4លេខហើយនិងពី7មក13ចំនួន6លេខដែលយើងអាចថា2 4 6ជាចន្លោះតួរបស់យើងចឹងនៅពេលដែលបំរែបំរួលយើងពីចំនួនគូបែបនេះគឺយើងអាចសរសេរបានថាលំដាប់នៃតួលើជាការ៉េដកលំដាប់នៃតួឧទាហរណ៍ថាតួទី1យើងអាចសរសេរបានថា1ការ៉េដក1ហើយតួទី2ស្មើនឹង2ការ៉េដក2ហ្នឹងទៅហើយបន្ទាប់មកយើងបូកនឹងតួទី1ដែលយើងអាចសរសេរបានថាម៉េច a1 គឺស្មើនឹង1ការ៉េដក1បូកជាមួយនឹង1ដែលលេខ1នេះគឺតម្លៃនៃតួទី1 a2 យើងអាចធ្វើ2ការ៉េដក2ហើយបូកជាមួយនឹង1 a3 3ការ៉េដក3បូកជាមួយនឹង1យើងអាចទាញរហូតដល់ an គឺស្មើនឹង n ការ៉េដក n បូក1ដូចនេះតួទី n របស់យើងគឺ an ស្មើនឹង n ការ៉េបូក n ដក1លំហាត់គគឺជាលំហាត់មួយដែលមានលក្ខណៈពិសេសដែរគឺតម្លៃគូរបស់វាគឺប្រែប្រួលសញ្ញាយើងគឺពីបូកដកនៃថាតួរបស់យើងគឺវិជ្ជមានអវិជ្ជមានឆ្នះគ្នាចឹងនៅពេលដែលលំហាត់ស្ទិររបស់យើងមានតម្លៃតួឆ្នះគ្នាបែបនេះគឺអ្វីដែលយើងត្រូវចំណាំគឺយើងទៅធ្វើជាទម្រង់ដក1ស្វ័យគុណនៅពេលដែលតួទី1គឺចំនួនវិជ្ជមានយើងស្វ័យគុណដក1របស់យើងគឺចំនួនគូបើសិនជាតួទី1អវិជ្ជមានស្វ័យគុណរបស់យើងគឺចំនួនសេសដែលយើងដឹងថា1គឺជាចម្លើយវិជ្ជមាននៅតួទី1ចឹងដូច្នេះយើងបន្តទៅលំហាត់លេខ2យើងបន្តទៀតសំទោសលំហាត់កដែលលំហាត់ករបស់យើងគឺមានតួរបស់យើង1ដក4 9ដក6ដែលតួរបស់យើងគឺឆ្លាស់សញ្ញាបូកដកដែលយើងអាចសរសេរបានថាដក1ស្វ័យគុណ1បូក1គុណនឹង1ការ៉េតួទី2ស្មើដក4អាចសរសេរបានថាដក1ស្វ័យគុណ2បូក1គុណនឹង2ការ៉េហើយតួទី3ស្មើនឹង9យើងអាចសរសេរបានថាដក1ស្វ័យគុណ3បូក1គុណនឹង3ការ៉េយើងអាចទាញសន្និដ្ឋានរហូតដល់តួទី n គឺស្មើនឹងដក1ស្វ័យគុណ n បូក1គុណនឹង n ការ៉េនេះតួទី n នៃស្វេតចំនួនពិតរបស់យើងគឺ an ស្មើនឹងដក1ស្វ័យគុណ n បូក1គុណនឹង n ការ៉េជាទូទៅកាលណាតួរបស់យើងមានសញ្ញាបូកហើយដកអញ្ចឹងគោលដែលយើងត្រូវប្រើគឺដក1បើសិនជាតួទី1វិជ្ជមានអញ្ចឹងស្វ័យគុណនៃដក1យើងត្រូវតែចំនួនគូបើវាជាចំនួនគូគឺយើងត្រូវយក1បូកជាមួយនឹង1ដូចជាក់ស្ដែងលំហាត់របស់យើងគឺមានតួទី1គឺស្មើនឹងដក1បែបនេះអញ្ចឹងយើងអាចចម្លើយវិញស្មើប៉ុណ្ណឹងបាទសូមអរគុណច្រើន